ជំរាបសួរក៏ដូចជាស្ដីអ្នកគ្នាខ្ញុំកាតាលីយ៉ាចង់ដល់ថ្ងៃនេះដែរគឺខ្ញុំនឹងយករឿងថ្មីមកសម្ដែងអ្នកគ្នាស្ដាប់ទៀតដែរក៏អាចថាជាការប៉ះប៉ូវដែលខ្ញុំខានសម្ដែងរឿងរៀងយូរហើយមុននឹងចូលដល់សាច់រឿងអ្នកគ្នាកុំភ្លេចចុចមេដៃ Subscribe និងកញ្ញារូបកំណងដល់ខ្ញុំផងណាហើយក៏អធិស្ឋានផងដែរសារតែមកថាខ្ញុំរៀងឡូឡាពេញហ្នឹងចឹងតោះចូលសាច់រឿងចឹងយើងក៏បានឃើញក្មេងស្រីម្នាក់ដែលនឹងទៅសុខខ្លាំងមែនតើក៏ដោយសារតែគ្រូប៉ែហ្នឹងបាននិយាយប្រាប់នាងថាអត់ទោសការវិនិច្ឆ័យរបស់ខ្ញុំគឺខុសទាំងស្រុងដោយនៅក្នុងខ្លួនរបស់អ្នកនាងគឺមានជំងឺមួយហើយអ្នកនាងរស់បានត្រឹមតែ3ខែតែប៉ុណ្ណោះគ្រាន់តែលើបែបហ្នឹងទូស័យរបស់យើងគឺថាតក់ស្លុតខ្លាំងមែនតែនណាគេមិនតក់ស្លុតរស់បានត្រឹមតែ3ខែអញ្ចឹងហើយនាងក៏នៅក្នុងឆាតហើយក៏មានឲ្យក៏បំណងថារយៈពេល3ខែហ្នឹងគឺនាងត្រូវធ្វើអ្វីដែលខ្លួនឯងមិនដែលធ្វើចឹងហើយសាច់រឿងក៏បានកាត់3ខែក្រោយមកដោយថ្ងៃមួយទូស័យរបស់យើងគឺមិនសូវស្រួលខ្លួនចឹងហើយក៏មកឲ្យប៉ែតដែលជាមួយនឹងគ្រូនឹងទៀតណាហើយគ្រូប៉ែតហ្នឹងក៏បានឲ្យរោគវិនិច្ឆ័យម្ដងទៀតចឹងណាក៏ដឹងថានាងហ្នឹងគឺមានជំងឺរោកាដូរ៉ាដោយសារតែនាងកើតមកពីកំណើតមកឲ្យមានឲ្យម៉ាណាច្រើនពេកវាជាជំងឺមួយដែលគ្មានការព្យាបាលនោះទេហើយជំងឺហ្នឹងគឺមានតែប្រមាណអ្នកប៉ុណ្ណោះដែលកើតជំងឺហ្នឹងនាងមានជំងឺរស់បានត្រឹមតែ3ខែនោះទេនេះហើយក៏ជាពេលវេលាមួយដែលនាងដឹងថានាងจะស្លាប់ហើយចឹងហើយនាងចង់ធ្វើអ្វីមួយនៅពេលដែលនាងจะស្លាប់ចឹងណាហើយនាងក៏បានសួរទៅកាន់អ្នកបម្រើរបស់ខ្លួនថាតើនៅពេលដែលនាងจะស្លាប់ហ្នឹងតើនាងចង់ធ្វើអ្វីមុនគេហើយអ្នកបម្រើនោះក៏បានឆ្លើយថាខ្ញុំមិនអាចស្លាប់បានទេព្រោះខ្ញុំត្រូវតែមើលថែអ្នកនាងហើយអ្នកគ្នាចង់ដឹងបាច់បានអ្នកបម្រើនឹងនិយាយអញ្ចឹងក៏ដោយសារតែទូស័យរបស់យើងហ្នឹងគឺថាសូម្បីតែសិតសក់ក៏នាងមិនចេះសិតផងដែរទូស័យរបស់យើងគឺចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើនឹងពេលស្លាប់ព្រោះនាងមិនមានតំណែងល្អជាមួយនឹងគ្រួសារឡើយឪពុករបស់នាងចង់ឲ្យតែនាងរៀបការជាមួយនឹងអ្នកមានទេរីឯម្ដាយរបស់នាងគឺចង់តែលួចនាងចេញនោះទេហើយនាងតែងតែធ្វើតាមសម្ដីរបស់គាត់គ្រប់យ៉ាងនៅមានបងប្រុសម្នាក់ដែលឪពុកម្ដាយស្រឡាញ់គេខ្លាំងណាស់ហើយគាត់ក៏ត្រូវជាអ្នកស្នងមរតកអ្វីៗគ្រប់យ៉ាងអ្វីក៏ដោយក៏ជារបស់គាត់ទាំងអស់ចំណែកឯរូបខ្ញុំវិញមិនទទួលបានការសិក្សាហើយក៏មិនទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយដែរអ្វីដែលខ្ញុំចេះគឺរៀនវេទមន្តបានតិចតួចតែប៉ុណ្ណោះនាងបានត្រឹមតែធ្វើការងាររៃរ៉ាន់ដែលបងប្រុសនាងមិនចេះធ្វើនៅតុបែរគេបានធ្វើបាបខ្ញុំដោយយកស្រានឹងចាក់ទៅលើក្បាលខ្ញុំដោយគេនិយាយថាខ្ញុំអស់អារម្មណ៍ញ៉ាំហើយដោយសារតែនាងបើនាងនៅទីនេះគេមិនញ៉ាំបាយជាដាច់ខាតខ្ញុំមិនបានត្រឹមតែដើរចេញពីតុបាយកាន់ដល់ត្រឹមនេះ admin ដឹងឈ្មោះរបស់ទូសេបយ៉ាងហើយគឺឈ្មោះLarry អ្នកគ្នា Larry ក៏បានបើកទ្វារដើរចេញនៅថ្ងៃបន្ទាប់នាងទៅផ្សារជាមួយនឹងអ្នកបម្រើរបស់ខ្លួនទីភេទដែលជិះសុកហ្នឹងណាគឺកង់រទេះរបស់ Larry ហ្នឹងបានធ្លាក់ចូលនៅក្នុងកន្លឹករាងជ្រៅបន្តិចទៅជីទៅមុខមិនបានពេលនោះLarry បានឃើញរទេះមួយដែលមានដំណើរផ្ទុយគ្នាទូស្រីរៀបនឹងចេញទៅហើយដើម្បីប្រាស់វេទមន្តរបស់នាងពេលនោះអេងជាអ្នកបម្រើក៏បាននិយាយថានោះគឺជារទេះរបស់ឯកឧត្តម Kandal ដែលអ្នកនាងបានផ្សាពាក្យរួចហើយអ្នកនាងគួរតែមិនតាក់ទងជាមួយនឹងបុរសផ្សេងទេព្រោះឯកឧត្តម Kandal គឺជាអ្នកមានមួយដែលមានអំណាចនៅក្នុងអាណាចក្រហើយចាត់ឈ្មោះថាជាបិសាចទៀតពេលនោះបុរសម្នាក់ដែលមានផ្នែកពណ៌ទឹកសមុទ្របានដើរមកពុកនាងតែម្ដងទូស្រីខាងហាឡើងវ៉ាវគេក៏បានលើរទេះរបស់ទូស្រីរបស់យើងនឹងឡើងចឹងណាដើម្បីកុំឲ្យធ្លាក់ក្លុកចឹងទៅទូស្រីក៏បានគិតនៅក្នុងចិត្តសូម្បីតែអ្នកបរទេះក្នុងគ្រួសារនេះក៏មានកម្លាំងខ្លាំងដែរពេលនោះទូស្រីរបស់យើងក៏បានសើចថាអរគុណពេលមកដល់ឃុំគ្រឹះវិញលោកម៉ាគ្វីនមកស្វាគមន៍នាងតែម្ដងហ្នឹងក៏បាននិយាយបន្តទៀតថាបើសិនជាពួកយើងបានរៀបការហើយគេនឹងមិនឲ្យនាងចាក់ចេញពីលើគ្រែនោះទេLarry ក៏បានគិតបំណងប្រាថ្នាទី3របស់នាងគឺត្រូវនាងគឺនាងនឹងត្រូវប្រាក់ពាក្យជាមួយនឹងលោកម៉ាគ្វីននេះឯងតែលោកគ្រប់ចិត្តនាងម្នាក់នេះគេនឹងក៏បាននិយាយថាគេពិតជាស្រឡាញ់មុខនាងណាស់បើសិនជានាងគេកាន់តែឆ្ងាយគេនឹងនៅចង់និយាយថាវានឹងគឺកាន់តែនៅចិត្តនាងចឹងណាពេលនោះទូស័យរបស់យើងក៏បានប្រើវេទមន្តយ៉ាងណាមិញនាងគឺមិនដែលបានរៀនវេទមន្តទេប៉ុន្តែយ៉ាងណានាងក៏មានវេទមន្តខ្លាំងនោះដែរឪពុកម្ដាយរបស់ខ្ញុំមិនដែលឲ្យខ្ញុំទៅរៀននោះទេប៉ុន្តែអ្នកគ្រូដែលបានបង្រៀននោះគឺគាត់លួចមកបង្រៀនខ្ញុំបន្តិចបន្តួចរបស់ខ្ញុំវិញតែចំណែកខ្ញុំរហូត
ហើយបងប្រុសរបស់ខ្ញុំក៏បាក់នាងប៉ុន្តែយ៉ាងណានាងក៏អាចចែកវីតាមីនបានដែរពេលនោះនាងប្រើវីតាមីនចាប់ជើងអាប៉ែរុកចិត្តនឹងឡើងទៅលើហើយឡារីបាននិយាយថាថ្ងៃក្រោយគុំមកធ្វើចរិតបែបនេះអីណាមួយខ្ញុំគ្មានគម្រោងរៀបការជាមួយនឹងអាចឆ្កែនោះទេពេលនោះឪពុករបស់ខ្ញុំក៏បានប្រើវីតាមីនដើម្បីដល់លេងអាប៉ែរុកចិត្តនឹងចឹងណាសុំហើយរបៀបអាប៉ែរុកចិត្តតែអ្នកគ្នាវាជួបតួអង្គលើក្រោយពេលនោះអាប៉ែនោះគឺថាខឹងសម្បាខ្លាំងមែនតើឪពុករបស់នាងក៏បានតែបាទឡារីយើងមួយកំភ្លៀងចឹងណាមកពីនាងគ្រួសាររបស់យើងនឹងខ្សែធនហើយណាឡារីបាននិយាយឡើងថាដោយគ្មានភាពភ័យខ្លាចតើនរណាគេដែលធ្វើឲ្យគ្រួសាររបស់យើងខ្សែធនតាំងពីលើកដំបូងហើយនឹងយកខ្ញុំទៅលក់ទៅដល់អ្នកគេដែលមានទ្រព្យសម្បត្តិអ្វីដែលបានមកវិញគឺជាការតែកំភ្លៀងនេះឬលោកពុកអ្នកម្ដាយក៏ថានាងវិញអាហារដែលនាងញ៉ាំរាល់ថ្ងៃនិងសម្លៀកបំពាក់ដែលនាងពាក់ការរស់នៅដោយចំណាយលុយរបស់គាត់តើអានោះគឺជាស្អីទៅវិញឡារីនិយាយឡើងម្ដងទៀតមែនហើយខ្ញុំបានគ្រប់គ្រងអារ៉ាញ់វត្ថុនឹងធ្វើការងារជាច្រើនទៀតដែលបងប្រុសមិនចេះធ្វើវាយើងមិនតន់ចាប់ផងឪពុកដែលគ្មានធម៌មេត្តានេះក៏បានហើយរយបានជានាងមកបំផ្លាញវាអស់នៅពេលនេះមិនដើរតាមគម្រោងការទៅមើលទៅពួកយើងស្រួលដាក់នាងពេកហើយឥឡូវនេះយើងនឹងដកឈ្មោះនាងចេញពីគ្រួសារនេះតួស្រីស្ដាប់ហើយមិនយំសោកបោកខ្លួនហើយក៏ដើរចេញទៅទាំងមិនងាកក្រោយហើយក៏និយាយអរគុណទៅកាន់ពួកគេទៅវិញហើយឪពុកម្ដាយរបស់នាងក៏បាននិយាយថាហាមយកអ្វីពីភូមិគ្រឹះនេះទៅទាំងអស់ពេលនោះបងប្រុសរបស់នាងក៏បានដើរមកបងប្រុសរបស់នាងមកបំរានជីជាមួយនាងដោយបាញ់វីតាមីនដាក់នាងប៉ុន្តែយ៉ាងណាឡារីក៏បានតទល់ទៅបងប្រុសរបស់នាងវិញហើយក៏បានចាប់បងប្រុសរបស់នាងហ្នឹងញុកចូលដីតែម្ដងឃើញដូច្នេះហើយឡារីមិនខ្វាយខ្វល់ទេក៏បានដើរចេញទៅហើយឡារីបាននិយាយថាពេលនេះខ្ញុំអាចសម្រេចបំណងទាំង3របស់ខ្ញុំបានហើយខ្ញុំនឹងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើនៅពេលនេះបំណងប្រាថ្នាខ្ញុំមុនគេគឺចង់បានបុរសដែលមានសាច់ដុំប្រពន្ធនេះទុកប៉ះលេងចឹងតែមកមើលកំណត់បត់ទុស្អីឡើងស្អើយបាច់និយាយខ្លាំងហ្មងពេលនោះនាងបានដើរហើយក៏បាននិយាយថាពេលនេះខ្ញុំអាចចង់ធ្វើអ្វីដែលខ្លួនអាចចង់ធ្វើបានហើយខ្ញុំធ្លាប់តែនៅក្នុងផ្ទះដែលមើលទៅមានពិបាកប៉ុន្តែឥឡូវមានភាពនឹងរបៀបថាមានសេរីភាពចឹងណាទូស្រីរបៀបចង់និយាយចឹងពេលនោះនាងបានចូលទៅក្នុងហាងមួយដើម្បីទិញរបស់របរប៉ុន្តែនៅមើលកាបូបនាងទៅគឺថាគ្មានលុយទេប៉ុន្តែដើរចូលហាងគេតែម្ដងនាងដើរទាំងអស់សង្ឃឹមសួរចង់សួរតែម្ដងពេលនោះត្រូវបានចោលចាក់កាបូបរបស់នាងទៅពេលនោះនាងបានស្រែកថាជប់សិនអាចចោលចង្រៃពួកអាហ្នឹងហត់ហើយក៏បានមើលងាយនាងថានារីម្នាក់នេះពិតជាសយមែនណាហើយពេលនោះក៏ថានាងអត់ចេះប្រើវីតាមីនបានពួកហ្នឹងដៀលប៉ុន្តែមានណាទោះស្អីបើយើងបានប្រើវីតាមីនបាញ់ភ្លើងទៅលើពីរអ្នកហ្នឹងចឹងណាហើយនាងក៏នៅក្នុងចិត្តថាបើមានទេវតាមិនជួយខ្ញុំផងពេលនោះផងដែរបរិះដែលមានសក់ពណ៌ខ្មៅហើយមានភ្នែកពណ៌ទឹកស្មូតហ្នឹងបានមកជួយនាងក៏ដែលសែតែអាចោហ្នឹងគឺប៉ះខ្លួនគាត់ខាត់មកដល់រំនេះបរិះម្នាក់ហ្នឹងក៏បាននិយាយថានាងគួរតែកើមគេដោយសារតែគេនឹងមានស្បែករលួយស្អីដេកសាកសពក៏ដោយសារតែមានមេធ្មប់មួយបានដាក់បណ្ដាសាគេមកដល់ត្រឹមនេះអេដមីនសូមអធិស្ឋានផងក៏ដោយសារអេដមីនយករឿងហ្នឹងរបៀបប្លែមប្លំអញ្ចឹងណាចឹងហើយទួប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តថាតើនាងមិនស្អប់ខ្ពើមគេទេអីពេលនោះគេសួរតើនាងមិនស្អប់ខ្ពើមគេទេឬហើយទូប្រុសរបស់យើងក៏បាននិយាយថាមិនអីទេសុំធ្វើការត្រឹមនឹងបានហើយរឿងរបស់យើងក៏មានតែប៉ុណ្ណឹងអរគុណអ្នកគ្នាពីខ្ញុំកាតាលីយ៉ាបាយបាយ